Soon so cũng sa chỉ thấy một căn cầm thi bằng riêng Java programming chỉ bisa khmáរបស់មជ្ឈមណ្ឌល Grace Software HRD នៅថ្ងៃនេះដែរយើងនឹងលើកឡើងអំពីមេរៀនទី3ដែលនិយាយអំពីមូលដ្ឋានគ្រឹះនៃ Java Syntax ដែលកាលពីមេរៀនមុនយើងបានសិក្សារួចហើយអំពីការ set up environment ដើម្បីអាចឲ្យយើងធ្វើការជាមួយនឹងភាសា Java បានដូច្នេះនៅក្នុងវីដេអូមួយនេះយើងនឹងបង្ហាញពីមូលដ្ឋានគ្រឹះនៃ Java Syntax ដែលក្នុងមេរៀននេះយើងនឹងលើកឡើងពីចំណុចមួយចំនួនដែល developer គួរយល់ដឹងមុននឹងអាចចាប់ផ្ដើមបង្កើតកម្មវិធីដែលប្រើប្រាស់ភាសា Java បានហើយទាំងអស់នេះគឺជាចំណុចដែលយើងនឹងលើកឡើងនៅក្នុងវីដេអូមួយនេះនៅពេលនេះយើងសូមចាប់ផ្ដើមជាមួយនឹងសេចក្តីផ្ដើមរបស់មេរៀនយើងតែម្ដងដែលទី1គេនិយាយអំពីកម្មវិធី Java កាលណាគេនិយាយអំពីកម្មវិធី Java គេតែងតែនឹកឃើញទៅដល់ពាក្យថា object ហើយយើងអាចនិយាយបានថាកម្មវិធី Java មួយវាជាបណ្ដុំនៃ object ដែល object ទាំងនោះវាធ្វើការទំនាក់ទំនងគ្នាតាមរយៈ method របស់វារៀងៗខ្លួនហើយនៅពេលដែលយើងសិក្សា Java យើងនឹងបានឮនៅពាក្យមួយចំនួនជាញឹកញាប់ដូចជាពាក្យ object ថាតើអ្វីទៅជា object object គឺសំដៅទៅលើអ្វីៗទាំងអស់ដែលមានលក្ខណៈនិងសកម្មភាពហើយ object ទាំងនោះត្រូវបានបង្កើតចេញពី class ដូច្នេះហើយ class ត្រូវបានគេហៅថាគឺជាពុម្ពគំរូជា template ឬក៏ជា blueprint សម្រាប់បង្កើត object ពាក្យបន្ទាប់គឺ method method គឺសំដៅទៅលើសកម្មភាពទាំងឡាយណាដែល object អាចធ្វើការងារអ្វីមួយបានហើយនៅក្នុង class មួយគឺអាចមាន method ជាច្រើននិងពាក្យចុងក្រោយគឺ instance variable instance variable គឺសំដៅទៅលើលក្ខណៈរបស់ object ដែលត្រូវបានកំណត់ឲ្យនៅក្នុង class ដើម្បីធ្វើឲ្យការប្រើប្រាស់ភាសា Java របស់យើងបានត្រឹមត្រូវយើងគួរតែយល់ដឹងនៅវិន័យមួយចំនួននៅក្នុងភាសានេះចំណុចសំខាន់ដំបូងនោះគឺត្រូវចាំថាភាសា Java វាមានលក្ខណៈ case sensitive បែរថាវាប្រកាន់នៅអក្សរតូចនិងអក្សរធំហើយរីឯចំពោះការដាក់ឈ្មោះឲ្យ class វិញគេណែនាំឲ្យយើងចាប់ផ្ដើមនៅតួអក្សរដំបូងនីមួយៗនៃពាក្យដែលអក្សរធំដូចក្នុងឧទាហរណ៍នេះខ្ញុំចង់បង្កើតនៅ class មួយមានឈ្មោះថា my first Java class យើងឃើញថានៅក្នុងឈ្មោះ class នេះមានចំនួន4ពាក្យគឺពាក្យ my first Java និង class ដូច្នេះរាល់អក្សរតួដំបូងនៃពាក្យនីមួយៗយើងត្រូវចាប់ផ្ដើមដោយអក្សរធំចំណែកឯចំណុចបន្ទាប់យើងនិយាយអំពី method name method name គឺការដាក់ឈ្មោះឲ្យ method name វាស្រដៀងទៅនឹង class name ដែរតែគ្រាន់តែពាក្យដំបូងនៃ method name យើងត្រូវតែសរសេរជាអក្សរតូចទាំងអស់ដូចក្នុងឧទាហរណ៍នេះស្រាប់នៅពាក្យ my យើងត្រូវសរសេរអក្សរតូចទាំងអស់ចំណែកឯការដាក់ឈ្មោះរបស់ program file នៅក្នុងភាសា Java គេ recommend ឲ្យយើងដាក់ឈ្មោះ program file ដូចទៅនឹងឈ្មោះរបស់ class ឧទាហរណ៍ដូចជាយើងដាក់ឈ្មោះ class របស់យើង my first Java program ដូច្នេះយើងត្រូវតែដាក់ឈ្មោះ program file របស់យើង my first Java program ដូចគ្នាហើយចំណុចចុងក្រោយនេះគឺគេហៅថា main method main method នេះគឺជា method មួយដែលត្រូវមាននៅគ្រប់កម្មវិធីទាំងអស់របស់ Java ដោយសារតែវាជាកន្លែងចាប់ផ្ដើមនៅដំណើរការរបស់កម្មវិធី Java ទាំងអស់ក្រឡេកមកមើល Java identifier វិញថាតើអ្វីទៅជា Java identifier Java identifier គឺជាឈ្មោះសម្រាប់សម្គាល់ class method និង variable នៅក្នុងភាសា Java ហើយដើម្បីឲ្យប្រើប្រាស់នៅ identifier បានត្រឹមត្រូវយើងគួរតែយល់ដឹងពីចំណុចមួយចំនួនដូចខាងក្រោមដែលទី1យើងមិនត្រូវដាក់ឈ្មោះ identifier របស់យើងឲ្យជាន់ទៅនឹង reserved keyword របស់ភាសា Java នោះទេហើយចំណុចទី2គឺ identifier វាមានលក្ខណៈ case sensitive គឺវាប្រកាន់អក្សរតូចនិងអក្សរធំហើយការចាប់ផ្ដើមនៅឈ្មោះ identifier ទាំងអស់យើងអាចចាប់ផ្ដើមដោយអក្សរ A ដល់ Z អក្សរធំក៏បានអក្សរតូចក៏បានឬចាប់ផ្ដើមដោយសញ្ញា underscore ឬសញ្ញាដុល្លារហើយខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនហើយចំពោះការចាប់ផ្ដើមឈ្មោះរបស់ identifier ដែលប្រើប្រាស់លេខឬក៏សញ្ញាក្រៅពី underscore ឬដុល្លារគឺវាពុំត្រឹមត្រូវនោះទេហើយនេះគឺជា list មួយចំនួននៃ Java keyword ដែលយើងគួរតែចាំទុកដើម្បីកុំឲ្យយើងដាក់ឈ្មោះ identifier របស់យើងជាប់ទៅនឹង keyword ទាំងនេះចំណែកឯ modifier នៅក្នុង Java វិញគឺជា keyword មួយចំនួនប្រើសម្រាប់បញ្ជាក់ន័យឲ្យ class method ឬ variable ហើយនៅក្នុង Java គេចែក modifier ចេញជាពីរប្រភេទធំៗដែលប្រភេទទី1នោះគឺ access modifier ដែលវាមាន default public protected និង private ទី2គឺ non access modifier គឺមាន final abstract static synchronized volatile
ហើយចំពោះ modifier នេះផងដែរយើងនឹងសិក្សាលម្អិតនៅចំពោះទី 2 ចំណែកឯ Java variable វិញគឺជាអត្ថេសម្រាប់ប្រើផ្ទុកទិន្នន័យហើយ variable មាន3ប្រភេទនៅក្នុងភាសា Java ដែលទី 1 គឺហៅថា local variable គឺសំដៅទៅលើអត្ថេទាំងឡាយណាដែលយើងប្រកាសនៅក្នុង method នៅក្នុង constructor ឬក៏នៅក្នុង block នៃ code ហើយទី 2 គឺ instant variable គឺសំដៅទៅលើ variable ទាំងឡាយណាដែលប្រកាសនៅក្នុង class តែវាស្ថិតនៅក្រៅ method ក្រៅ constructor និងក្រៅ block នៃ code និង variable ប្រភេទចុងក្រោយគឺហៅថា class ឬក៏ static variable វាមានលក្ខណៈដូចទៅនឹង instant variable ដែរតែគ្រាន់តែ class ឬក៏ static variable នេះគឺវាត្រូវមានពាក្យ static នៅពីខាងមុខវានិយាយពី array វិញនៅក្នុង Java array គឺជា container មួយដែលមានទំហំជាក់លាក់ហើយអាចផ្ទុកនៅ variable ដែលមានប្រភេទទិន្នន័យដូចគ្នាបានច្រើននិងមានឈ្មោះតែមួយហើយទិន្នន័យនីមួយៗដែលនៅក្នុង array គេហៅថាធាតុហើយដើម្បីអាច access ទៅកាន់ធាតុទាំងនោះគេអាច access វាទៅតាម index របស់ array នោះហើយនិយាយអំពី Java comment វិញគឺយើងអាច comment បានពីររបៀបដែលទី 1 ហៅថាអាចថា single line comment និង multiple line comment ចំពោះ single line comment យើងអាចសរសេរ forward slash 2 ដងគឺយើងអាច comment ជា single line ហើយដើម្បីធ្វើ multiple line comment យើងអាច slash ផ្កាយហើយនឹងផ្កាយ slash មកយើងអាចធ្វើ multiple line comment បាននេះគឺជាមេរៀនចំណុចចុងក្រោយហើយនៃមេរៀនទី 3 នេះសូមអរគុណដល់សមាជិកក្រុមអ្នកស្រាវជ្រាវក៏ដូចជាក្រុមអ្នកផលិតវីដេអូផងដែរក្នុងការបង្កើតវីដេអូនេះឡើងហើយនៅមេរៀនបន្ទាប់យើងនឹងធ្វើការបង្ហាញអំពី Java Class និង Object សូមអរគុណ